们是智慧与熊样并重的森林守护者。俺们是智慧有熊样并重的森林守护者យើងជាអ្នកថែរក្សាព្រៃឈើដែលរួមបញ្ចូលគ្នាជាមួយប្រាជ្ញានិងភាពក្លាហានដូចខ្លាឃ្មុំ俺们要代表森林惩罚你。俺们要代表森林惩罚你ពួកយើងនឹងដាក់ទោសអ្នកក្នុងនាមជាព្រៃឈើ又是你们俩就是你们俩អ្នកទាំងពីរទៀតហើយ今天有你没我今天有你没我ថ្ងៃនេះមានអ្នកគឺគ្មានខ្ញុំ看招ខាងចៅឃ្លានេះអាចបកថាខ្ញុំត្រៀមចាប់ផ្ដើមហើយ熊二上សុងអើសាំងឃ្លានេះអាចបកថាបងប្រុសចូល熊大光头强这是在干啥呢សុងតា光头强就是在干啥呢បងប្រុសតើអ្នកកាប់ឈើកំពុងធ្វើអ្វី小心可能有诈小心可能有诈សូមប្រយ័ត្នវាអាចជាការបោកប្រាស់俺在你后面呢អានចៃនេះហូមមានខ្ញុំនៅពីក្រោយអ្នក耍我耍我កំពុងតលេងខ្ញុំ接着来接着来បន្ទាប់មក熊大光头强这是咋的了熊大光头强就是假的了តើអ្នកកាប់ឈើមានរឿងអី哎光头强这边这边នៅខាងនេះ又耍我又耍我អ្នកកំពុងលេងខ្ញុំម្ដងទៀត幸亏我带了枪幸亏我带了枪សំណាងល្អខ្ញុំបានយកកំភ្លើងមកជាមួយ咋办呀熊大ចាប៉ាយ៉ា熊大តើយើងគួរធ្វើអ្វីបងប្រុស这回看你们往哪跑这回看你们往哪跑ចាំមើលលើកនេះពួកឯងរត់ទៅខាងណា怎么回事怎么回事មានអ្វីកើតឡើង怎么打不了了怎么打不了了ហេតុអីខ្ញុំបាញ់ឡើងកើតហើយ弓箭ធ្នូហើយនឹងព្រួញ这是俺见过最原始的枪了这是俺见过最原始的枪នេះគឺជាកំភ្លើងដ៏កម្របំផុតដែលខ្ញុំធ្លាប់បានឃើញសម្រាប់បងឬមួយក៏អូនដែលមានបំណងចង់ពង្រឹងភាសាចិនបន្ថែមសម្រាប់អ្នកចេះហើយបច្ចុប្បន្នខាងសាលាកំពុងតែបើកវគ្គថ្មីដែលបង្រៀនចាប់ពីកម្រិត ASK 1រហូតដល់ ASK 6ហើយយើងមានម៉ោងសិក្សាពីម៉ោង8ព្រឹករហូតដល់ម៉ោង10យប់មានទាំងថ្នាក់បង្រៀនផ្ទាល់ហើយនិងថ្នាក់អនឡាញដែលមានគ្រូបង្រៀនស្ទាត់ជំនាញដែលជាជនជាតិចិនតែម្ដងសម្រាប់វគ្គសិក្សានេះក្នុងឱកាសពិធីបុណ្យអុំទូកក៏យើងមាន promotion ផងដែរសម្រាប់កញ្ចប់សិក្សាបងជាថើមសម្រាប់អ្នកដែលចង់រៀនកម្រិត ASK 1ដល់កម្រិត3មានការ discount 10% ហើយសម្រាប់កម្រិត ASK ពី4ដល់6គឺមានការ discount រហូតដល់ 20% ហើយក៏សូមបញ្ជាក់ផងដែរថាសម្រាប់បងដែលបានចូលឈ្មោះចូលរៀននៅក្នុងឱកាសពិធីបុណ្យអុំទូកនេះគឺមានរយៈពេលត្រឹមតែ1ខែទេពីថ្ងៃទី1ខែវិច្ឆិការហូតដល់ថ្ងៃទី30ខែវិច្ឆិកាសម្រាប់ការ discount នេះនៅពេលដែលសិស្សបងចាប់ពី50ម៉ោងឡើងទៅនឹងទទួលបានការ free ម៉ោងបន្ថែមចំនួនរហូតដល់20ម៉ោងគឺស្មើនឹង70ម៉ោងដែលអ្នកទាំងអស់គ្នាបានរៀនត្រូវសិក្សាចាហើយសម្រាប់តម្លៃសិក្សាសម្រាប់ ASK 1ដល់3គឺមាន discount បានបន្ថែមទៀត10%ហើយសម្រាប់ ASK 4ដល់6គឺមានការ discount បន្ថែម20% អញ្ចឹងចំណេញលើចំណេញបានន័យថាមាន discount បន្ថែមហើយមានបូកទាំងម៉ោងបង្រៀនបន្ថែមទៀតសម្រាប់ព័ត៌មានលម្អិតចុះឈ្មោះចូលរៀនលោកអ្នកអាចធ្វើការ scan Telegram ដែលមាន QR code នៅលើវីដេអូនេះបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុចបេះដូងឲ្យម្នាក់មួយផងហើយបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងដើម្បីចែករំលែកបន្តយើងនឹងជួបគ្នានៅវីដេអូបន្ទាប់អូខេបាយបាយ